បិទមាត់បើកចិត្តអ្នកណាដែលនិយាយច្រើនតែមិនឆ្លងកាត់ការគិតឲ្យបានត្រឹមត្រូវភាគច្រើនតែងរងគ្រោះព្រោះតែមាត់របស់ខ្លួនឯងជាពិសេសអ្នកដែលនិយាយពាក្យអវិជ្ជមានច្រើនឬនិយាយលេងលឿនរហ័សពេកដោយខ្វះការពិចារណារមែងធ្វើឲ្យប៉ះទង្គិចចិត្តអ្នកដទៃម្យ៉ាងទៀតក៏បង្កមេរោគដល់ផ្លូវចិត្តខ្លួនឯងផ្ទាល់ផងដែរដូច្នេះហើយសូមគិតពិចារណាឲ្យបានច្បាស់លាស់មុននិយាយអ្វីចេញទៅក្រៅដើម្បីការពារខ្លួនឯងពីរឿងសៅហ្មងទាំងឡាយស្ថិតនៅក្នុងខ្លួនអ្នកនៅពេលដែលអ្នកយកពេលវេលាក្នុងមួយថ្ងៃរបស់អ្នកផ្ដោតតែទៅលើការភ័យខ្លាចចំពោះបញ្ហាដែលកើតឡើងរួចហើយពេលនោះអ្នកនឹងមើលឃើញតែបញ្ហាធំជាងដំណោះស្រាយផ្ទុយទៅវិញបើអ្នកផ្ដោតទៅលើដំណោះស្រាយអ្នកនឹងរកឃើញគំនិតជាច្រើនដែលអាចជួយឲ្យអ្នកចេញរួចពីបញ្ហាការផ្ដោតសំខាន់ទៅលើអ្វីមួយខ្លាំងជាងអ្វីមួយវាស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកព្រោះមានតែអ្នកខ្លួនឯងទេដែលដឹងច្បាស់ថាពេលនេះអ្នកកំពុងគិតពីអ្វីមានអារម្មណ៍បែបណាជួបប្រទះរឿងអ្វីខ្លះមានតែអ្នកខ្លួនឯងទេដែលរកឃើញច្រកចេញពីបញ្ហាក្នុងជីវិតអ្នកបានព្រោះចម្លើយទាំងឡាយគឺវាស្ថិតនៅក្នុងខ្លួនអ្នកចាប់ឱកាសឲ្យជាប់មនុស្សយើងម្នាក់ៗនឹងទទួលបានឱកាសល្អរៀងៗខ្លួនប៉ុន្តែមនុស្សខ្លះបានបណ្ដោយឲ្យឱកាសមួយហើយមួយទៀតចាក់ចេញទៅអស់ឱកាសល្អមិនចេះតែកើតមានរហូតនោះទេបើយើងគ្មានសមត្ថភាពមិនចេះចាប់យកឱកាសប្រកបណាស់ឱកាសល្អនឹងរបូតចេញពីជីវិតរបស់យើងជាមិនខានមួយវិញទៀតកុំរងចាំឱកាសតែត្រូវចេះបង្កើតឱកាសសម្រាប់ខ្លួនឯងត្រូវតែហ៊ានបង្ហាញសមត្ថភាពខ្លាំងរបស់ខ្លួនឯងឲ្យអ្នកដទៃបានឃើញព្រោះអ្វីៗផ្ដើមចេញពីខ្លួនយើងជាអ្នកកសាងវាឡើងពន្លត់ភ្លើងក្នុងចិត្តនៅពេលដែលមនុស្សយើងរក្សាទុកនៅភាពល្វីងជូរចត់វានាំមកនៅភាពបំផ្លិចបំផ្លាញរូបរាងកាយនិងជីវិតខ្លួនឯងតែប៉ុណ្ណោះការរក្សាទុកនៅកំហឹងដាក់ក្នុងចិត្តវាមិនត្រឹមតែធ្វើឲ្យអារម្មណ៍របស់យើងមិនល្អប៉ុណ្ណោះទេវាថែមទាំងជះឥទ្ធិពលមិនល្អទៅដល់ទំនាក់ទំនងការងារនិងសង្គមទៀតផងបើយើងមិនព្យាយាមកែប្រែនិងផ្លាស់ប្ដូរទម្លាប់ឆាប់ខឹងឆាប់ឆេវឆាវឆាប់ប្រកាន់ឆាប់ច្រណែនឆាប់តូចចិត្តឆាប់ឆ្លើយតបដោយមិនឆ្លងកាត់ការគិតជាមុនលក្ខនឹងលក្ខចឹងនឹងមិនអាចរីកចម្រើនទៅមុខបានឡើយហើយក៏មិនអាចទទួលបានសេចក្តីសុខក្នុងមួយថ្ងៃបានដែរវិនិយោគពេលវេលារបស់ខ្លួនឯងនៅពេលដែលអ្នកផ្ដោតពេលវេលាទៅលើការអភិវឌ្ឍខ្លួនឯងទាំងស្រុងពេលនោះអ្នកនឹងរកឃើញគន្លឹះរស់នៅក្នុងជីវិតដែលពោរពេញទៅដោយសេចក្តីសុខច្រើនជាងកើនទុក្ខព្រួយបើអ្នកផ្ដោតចិត្តគំនិតទៅលើភាពខ្លាំងនិងចំណង់ចំណូលចិត្តរបស់អ្នកច្រើនកម្រិតណាអ្នកនឹងរកឃើញខ្លួនឯងកាន់តែច្បាស់ប៉ុណ្ណោះដែរនៅពេលដែលអ្នករកឃើញក្តីស្រមៃរបស់ខ្លួនឯងជាអ្វីអ្នកប្រកាសជាពេញចិត្តនឹងធ្វើកិច្ចការប្រចាំថ្ងៃរបស់អ្នកដោយមិនចាំបាច់អ្នកណាមកបង្ខំឲ្យអ្នកធ្វើឡើយដោយសារតែកិច្ចការនោះជាអ្វីដែលអ្នកស្រឡាញ់ចូលចិត្តទើបអ្នកចង់ធ្វើវារហូតភ្លេចបាយទឹកក៏មានដែរបើអ្នកមានក្តីស្រមៃដក់នៅក្នុងចិត្តជាយូរមកហើយវាដល់ពេលហើយដែលអ្នកត្រូវចាប់ផ្ដើមវិនិយោគទុនពេលវេលាដាក់ចិត្តដាក់កាយដាក់គោលដៅចេញធ្វើសកម្មភាពដែលតាក់ទងជាមួយកិច្ចការនោះជារៀងរាល់ថ្ងៃពេលនោះក្តីស្រមៃដែលអ្នកតែងតែមើលឃើញក្នុងចិត្តតែម្នាក់ឯងនោះវានឹងក្លាយជាការពិតបង្ហាញឲ្យអ្នកដទៃបានមើលឃើញនិងបានទទួលប្រយោជន៍ចេញពីការស្រមៃរបស់អ្នកជាក់ជាមិនខានអត្តសញ្ញាណរបស់ខ្លួនឯង
មានមនុស្សមួយចំនួនចង់ធ្វើខ្លួនឯងឲ្យដូចអ្នកនេះដូចអ្នកនោះប៉ុន្តែមិនចង់ធ្វើខ្លួនឯងជាខ្លួនឯងព្រោះតែមិនជល់ទើបមិនដឹងថាធ្វើជាខ្លួនឯងគឺល្អបំផុតដោយសារមិនមានអ្នកណាដូចជាជើងបានឡើយហើយជើងក៏មិនអាចដូចជាគេទាំងស្រុងបានដែរមនុស្សជើងកើតមកមានទេពកោសល្យនិងចំណង់ចំណូលចិត្តខុសៗពីគ្នាការដែលជើងប្រឹងប្រែងធ្វើការខុសក្តីស្រមៃរបស់ខ្លួនដើម្បីតែរកលុយឲ្យបានច្រើនវានឹងនាំ stress ចូលក្នុងជីវិតរបស់ជើងមិនចេះចប់ឡើយការប្រៀបធៀបជាមួយអ្នកដទៃដោយយកគេធ្វើជាគំរូដើម្បីឲ្យជើងចេះចំណាយពេលវេលាអភិវឌ្ឍខ្លួនឯងដូចជាគេវាគឺជារឿងល្អប៉ុន្តែបើជើងយកខ្លួនឯងទៅធ្វើតាមគេរហូតបាត់បង់អត្តសញ្ញាណរបស់ខ្លួនឯងផ្ទាល់វានឹងធ្វើឲ្យជើងវង្វេងក្នុងក្តីស្រមៃរបស់គេទៅវិញទេតួកំសត់ខុសពីតួឯងគឺខុសត្រង់ការគិតនិងការសម្ដែងចរិតចេញមកខាងក្រៅមនុស្សដែលមានចរិតតួឯងតែងតែគិតថាជាមនុស្សទន់ខ្សោយជាជនរងគ្រោះជាមនុស្សដែលគ្មានតម្លៃជាមនុស្សដែលមានខ្សែជីវិតលំបាកវេទនារកក្តីសុខមិនឃើញជាដើមហើយច្រើនតែឆាប់ខឹងប្រកាន់ច្រើនមិនហ៊ាននិយាយពីអារម្មណ៍របស់ខ្លួនឯងចេញមកខាងក្រៅព្រោះគិតថានិយាយចេញមកក៏គ្មានអ្នកណាចូលពីអារម្មណ៍នេះដែរការដែលមើលឃើញជីវិតខ្លួនឯងកំសត់គ្មានអ្វីសោះខ្លួនឯងមិនបានការឬគ្មានប្រយោជន៍ខ្លួនឯងមិនមានតម្លៃព្រោះមិនមានសមត្ថភាពដោយអ្នកដទៃវាគ្រាន់តែជាការគិតអវិជ្ជមានតែប៉ុណ្ណោះមនុស្សគ្រប់រូបសុទ្ធតែត្រូវឆ្លងកាត់មេរៀនលំបាកក្នុងជីវិតរៀងៗខ្លួនខុសប្លែកពីគ្នាហើយមេរៀនជីវិតផ្ដល់ផលបែបណាសម្រាប់ជីវិតមនុស្សម្នាក់ៗវាក៏អាស្រ័យទៅតាមការឆ្លើយតបរបស់មនុស្សជើងមានន័យថាគ្រប់សាច់រឿងតែងតែមានដំណោះស្រាយរបស់វាតែមនុស្សខ្លះមិនបានស្វែងរកដំណោះស្រាយពីបញ្ហាដែលកើតមានទេប៉ុន្តែបែរជាបន្ទោសនេះបន្ទោសនោះរីឯមនុស្សខ្លះទៀតព្យាយាមស្វែងរកដំណោះស្រាយដើម្បីចេញឲ្យរួចពីបញ្ហាជីវិតសរុបជារួមមកបើយើងខ្សោយការគិតផ្លូវចិត្តជើងនឹងជួបវិបត្តិដូច្នេះហើយត្រូវតែព្យាយាមរក្សាចិត្តឲ្យស្ងប់សុខគ្រប់ពេលវេលាដើម្បីឲ្យការគិតរបស់ជើងកាន់តែខ្លាំងជាងអារម្មណ៍របស់ជើងដែលតែងតែប្រែប្រួលគ្រប់ពេលវេលានោះពេលដែលចិត្តខាងក្នុងមានបញ្ហាពេលដែលចិត្តគំនិតខាងក្នុងរបស់ជើងមានបញ្ហាវាតែងតែធ្វើឲ្យជើងមើលឃើញកំហុសអ្នកដទៃទើសអ្នកដទៃស្អប់អ្នកដទៃសាច់រឿងដែលបង្កឡើងមកពីអ្នកដទៃឆ្លោះគ្នាជាមួយអ្នកដទៃហ៊ានធ្វើទង្វើមិនគប្បីដាក់អ្នកដទៃដាក់នឹងឡែកកាពិតទៅគ្មានអ្វីខាងក្រៅខ្លួនជើងណាមួយអាចមករំខានជីវិតជើងបានទេលើកលែងតែជើងអនុញ្ញាតឲ្យអ្វីដែលនៅខាងក្រៅខ្លួនជើងចូលមកពាក់ព័ន្ធជាមួយជីវិតជើងបើយើងស្ងប់ស្ងាត់គ្រប់ពេលដែលមានបញ្ហាជើងនឹងដឹងថារាល់បញ្ហាដែលចូលមកនឹងរលាយទៅវិញបាត់ក្នុងរយៈពេលដ៏ខ្លីប្រសិនបើជើងមិនបន្ថែមទម្ងន់ដល់រឿងនោះបន្តទៀតមានន័យថាគ្រប់ចាងយើងត្រូវចេះអត់ធ្មត់សង្កត់ចិត្តបិទមាត់របស់ខ្លួនឯងឲ្យជិតដើម្បីពន្លត់ភ្លើងនៃបញ្ហាដែលកើតមានឡើងនោះមួយវិញទៀតយើងត្រូវដឹងថាខ្លួនយើងកំពុងមានបញ្ហាបើសិនជាយើងតែងតែមើលឃើញបញ្ហាមកពីអ្នកដទៃព្រោះអ្វីសុទ្ធតែកើតចេញពីចិត្តមកបើចិត្តយើងក្តៅក្រហាយងាយណាស់នឹងប៉ះទង្គិចជាមួយអ្នកដទៃជើងមិនអាចគ្រប់គ្រងស្ថានភាពមិនឲ្យកើតមានលើជីវិតរបស់ជើងឬទៅកែប្រែអ្នកដទៃបានទេតែជើងអាចគ្រប់គ្រងលើចិត្តនិងពាក្យសម្ដីរបស់ជើងបាន
បាំងភ្នែកខ្លួនឯងរាល់ថ្ងៃជាថ្ងៃថ្មីសម្រាប់មនុស្សគ្រប់គ្នាតែបើអ្នកនៅស្មុគស្មាញព្រោះអតីតកាលដែលកន្លងហួសហើយនោះមានន័យថាអ្នកកំពុងតែបំផ្លាញជីវិតខ្លួនឯងដោយសារគំនិតអវិជ្ជមានរបស់ខ្លួនឯងហើយគ្រប់ស្ថានភាពដែលចូលមកក្នុងជីវិតអ្នករមែងមានអ្វីម្យ៉ាងចង់បង្រៀនអ្នកចង់ប្រាប់អ្នកនៅអកំបាំងអ្វីមួយសំខាន់ស្ថិតនៅលើអ្នកខ្លួនឯងរៀនសូត្រពីស្ថានភាពនោះឬបន្ទោស្ថានភាពនោះពីមួយថ្ងៃទៅមួយថ្ងៃមានបញ្ហាច្រើនណាស់ចូលមកក្នុងជីវិតរបស់អ្នកដើម្បីឲ្យអ្នកដោះស្រាយវាហើយអ្នកអាចដោះស្រាយទៅតាមសមត្ថភាពខ្លួនឯងតែប៉ុណ្ណោះព្រោះបញ្ហាខ្លះវាលើសពីសមត្ថភាពរបស់អ្នកដូច្នេះអ្នកត្រូវចេះប្រឡែងឲ្យវាទៅតាមស្រួលទៅតាមពេលវេលារបស់វាអ្នកមានលទ្ធភាពត្រឹមតែចុកដៃបាំងភ្នែកខ្លួនឯងប៉ុន្តែអ្នកមិនមានលទ្ធភាពជោគដៃរបស់អ្នកទៅបាំងមេឃបានទេ